คือយើងមកស្វែងយល់អំពី crypto wallet ឬក៏កាបូបលុយសម្រាប់ដាក់រូបិយប័ណ្ណ crypto តែហ្នឹងគឺវាដំណើរការរបៀបម៉េចចំពោះ crypto wallet គឺវាដំណើរការអាចនឹងខុសពីអ្វីដែលយើងគិតដោយសារតែកាក់ crypto ភាគច្រើនគឺវា run នៅលើ blockchain គឺវាអាចមក store នៅក្នុងកាបូបលុយរបស់យើងបានទេអញ្ចឹងហើយបានជានៅពេលដែលយើងបើក crypto wallet យើងអាចឃើញថានៅក្នុងហ្នឹងគឺវាមានចំនួនលុយតែហ្នឹងវាដំណើរការរបៀបម៉េចអូខេអញ្ចឹងចំពោះ crypto wallet បើយើងនិយាយសួរស្ដាប់ទៅវាមិនបាន store ជាមួយនឹងចំនួនកាក់ crypto របស់យើងនៅក្នុងហ្នឹងទេប៉ុន្តែគឺវា store ជាមួយនឹងរបស់ពីរសំខាន់ទី1គឺជា public key ទី2គឺជា private key ចំពោះ public key ហ្នឹងវាគឺជាប្រភេទ address បើយើងប្រៀបធៀបឲ្យសាមញ្ញវាអាចដូចជាលេខកុងធនាគាររបស់យើងអញ្ចឹងដែលអាចឲ្យអ្នកផ្សេងហ្នឹងធ្វើការបាញ់លុយចូលកុងរបស់យើងបានហើយទី2គឺជា private key ដែលវាប្រើសម្រាប់ access ចូលទៅកាន់ blockchain ដែលបញ្ជាក់ថាអាលុយទាំងអស់ហ្នឹងវាគឺជាកម្មសិទ្ធិរបស់យើងអាហ្នឹងបើប្រៀបធៀបឲ្យសាមញ្ញវាអាចដូចជា password សម្រាប់ access ចូលកុងធនាគាររបស់យើងអញ្ចឹងដែរវាដំណើរការដូចគ្នាអញ្ចឹងគឺបានន័យថានៅក្នុង wallet របស់យើងគឺអត់មានកាក់ crypto ទេហើយចំពោះ wallet គឺវាមានចំនួន2ទី1គេហៅថា hot wallet អាហ្នឹងវាគឺជា digital wallet ដូចជាប្រភេទ wallet នៅក្នុង crypto exchange ឬក៏ប្រភេទ extension ដូចជា MetaMask អីអញ្ចឹងទៅហើយនឹងមួយទៀតគេហៅថា cold wallet អាហ្នឹងវាគឺជាប្រភេទ hardware wallet ដែលវាមានទម្រង់ដូចជា USB យើងអញ្ចឹងហ្នឹងគឺវាអត់សូវស្រួលប្រើប្រហែលទេប៉ុន្តែគ្រាន់តែថាវាមានលក្ខណៈសុវត្ថិភាពជា hot wallet សុវត្ថិភាពហ្នឹងវាមិនសុវត្ថិភាពរបៀបថាបើសិនជា hot wallet វាគឺជា digital អញ្ចឹងដើម្បីអាចប្រើបានតម្រូវមាន internet ប៉ុន្តែចំពោះ cold wallet អត់ internet ក៏យើងអាចប្រើវាបានដែរអូខេអញ្ចឹងបើសិនជាចង់ដឹងពីចំណេះដឹង crypto បន្ថែមអ្នកគ្នាអាចចូលទៅ subscribe channel Telegram អាណាចក្រចុច like page អាណាចក្រក៏ដូចជា follow TikTok អាណាចក្រម្នាក់មួយផង